នៅពេលដែលអ្នកហត់នឿយទន្ទិញពាក្យទាំង5ឃ្លានេះនៅក្នុងចិត្តហើយបន្តដំណើរទៅមុខទៀតទី1ការហត់នឿយមិនអាចសម្លាប់យើងបានទេមនុស្សយើងមិនស្លាប់ដោយងាយពេកទេបើត្រឹមតែធ្វើការឲ្យអស់ពីចិត្តហូបឆ្អែតគេងលក់អារម្មណ៍ល្អស្អែកមានកម្លាំងបន្តដំណើរទៅមុខទៀតមនុស្សយើងរឹងមាំពេកហើយខួរក្បាលរបស់យើងអស្ចារ្យមែនទែនវាមិនបណ្ដោយឲ្យយើងស្លាប់ងាយពេកទេប្រឹងប្រែងគឺជាផ្លូវដ៏ល្អបំផុតនៅក្នុងជីវិតរបស់យើងហត់អាចសម្រាកបន្តិចបានតែសូមកុំបោះបង់ផ្នត់គំនិតប្រឹងប្រែងចេញពីក្នុងខ្លួនឯសោះហត់យូរមកហើយហត់បន្តិចទៀតក៏មិនអីដែរកូវីដយើងអាចឆ្លងបានវិបត្តិសកលក៏យើងអាចឆ្លងបានយើងមិនមែនជាមនុស្សធម្មតាពេកទេអ្នករឹងមាំសម្បើមមែនតើហត់នឿយយូរណាស់មកហើយហត់នឿយបន្តិចទៀតក៏វាមិនអីដែរស្អីក៏ដោយក៏វាត្រូវការពេលវេលាហត់តែកុំបោះបង់ថាមិនត្រូវថ្ងៃស្អែកជាថ្ងៃឲ្យផលនៃការខិតខំរបស់អ្នកក៏ថាបានខំប្រឹងបន្តទៀតត្រូវចាំថានៅមានអ្នកផ្ទះហត់នឿយនឹងជួបរឿងដដែលហត់នឿយនឹងហែលសមុទ្រកម្មហត់នឿយនឹងຕົកជាប្រចាំហត់នឿយនឹងកម្មដើរទៅមុខហត់នឿយនឹងដឹងរឿងមិនល្អហត់នឿយនឹងអឲ្យកើតទុកហត់នឿយនឹងនៅមានជាតិមុខហត់នឿយនឹងទុកកម្មជីវិតហត់នឿយនឹងការងារទាំងឡាយហត់នឿយនឹងកាយឈឺចាប់ពិតហត់នឿយនិយាយហើយនឹងគិតហត់មួយជីវិតមិនស្បើយសោះមនុស្សខ្លាំងពិតប្រាកដមិនមែនស្ថិតនៅលើលុយឋានៈបុណ្យស័ក្តិនោះទេគឺស្ថិតនៅត្រង់សមត្ថភាពនៅក្នុងការប្រឈមនឹងសភាពការជីវិតរបស់យើងគ្មាននរណាម្នាក់ស្គាល់ពីសភាពការជីវិតរបស់យើងច្បាស់ជាងយើងខ្លួនឯងទេពេលជួបបញ្ហាគ្មានអ្នកណាមកប្រឈមជំនួសអ្នកទេបើអ្នកមិនរឹងប៉ឹងអ្នកនឹងចាញ់មិនថាគេជួយយើងច្រើនប៉ុណ្ណាទេមិនថាយើងធ្លាប់ជួយអ្នកណាច្រើនប៉ុណ្ណាទេត្រូវចាំថាបើសិនជាយើងមិនរឹងមាំគ្រប់គ្រាន់ទេយើងពិបាកគេចផុតពីបញ្ហានៅក្នុងជីវិតរបស់យើងមែនទែនទោះក្នុងកលៈទេសៈណាក៏ដោយខ្លួនឯងត្រូវតែរឹងមាំដើម្បីប្រឈមនឹងសភាពការជីវិតរបស់យើងដោយខ្លួនឯងបញ្ហាកំពុងតែសាកល្បងសមត្ថភាពយើងរៀងរាល់ថ្ងៃតើយើងរឹងមាំខ្លាំងប៉ុណ្ណាទោះដល់ជំហានចុងក្រោយក៏ដោយសូមកុំបោះបង់ចោលក្តីសង្ឃឹមរបស់ខ្លួនឯងសោះ